បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកស្រឡាញ់ត្រីក្រំជុលទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំថតឲ្យមើលត្រីក្រំដែលខ្ញុំមានហើយនឹងយើងនឹងនិយាយតកតងជាមួយនឹងបញ្ហាត្រីក្រំជុលបងប្អូនយើងទៅជុលចង់ឲ្យត្រីក្រំឈ្នះប៉ុន្តែពេលខ្លះក៏ចាញ់ពេលខ្លះក៏អីអ្នកខ្លះទៅជុល3 4 ដងនៅតែចាញ់សួរថាកតាមកពីពូជត្រីក្រំឬមួយក៏មកពីអីតែអ្វីដែលខ្ញុំធ្លាប់ដឹងមកគឺត្រីជុលចាញ់មិនមែនអាស្រ័យលើពូជទាំងស្រុងទេវាមានកត្តាច្រើនដែលនាំឲ្យត្រីយើងជុលចាញ់ពេលខ្លះបងប្អូនយកទៅជុលទៅត្រីយើងវាសុខភាពអត់ល្អមានតែត្រីយើងឈឺត្រីយើងវាអត់តមានកម្លាំងអត់អីពេញអញ្ចឹងយើងយកទៅជុលទៅវាចាញ់គេហើយសួរមើលមិនបានដឹងថាត្រីយើងសុខភាពល្អបងប្អូនមើលលើពពុះបើកាលណាវាធ្វើពពុះល្អពពុះវាដុំអត់រាយអត់រីកអីហ្នឹងពពុះវារឿងចាស់រឿងច្រើនហ្នឹងមានតែត្រីយើងសុខភាពល្អតែបើថាពពុះវាហ្នឹងរាយឬពពុះតិចឬអត់ធ្វើពពុះបងប្អូនយកជុលគឺអត់សូវឈ្នះគេទេហើយមួយទៀតគឺតកតងមួយការហ្វឹកហាត់គឺយើងត្រីក្រំណាយើងត្រូវវឹកវាដែរបើយើងមិនវឹកទេខ្លួនវាអត់លះអត់លហួនវឹកទៅថាយើងដល់តែយកជុលទេអត់តែយើងតែជើងជុលយើងអីវាអាចខូចមាត់អីគេហៅសៃត្រីយើងអាចឲ្យវាដេញមេដេញអីចឹងទៅឬមួយក៏យើងអាចលេងចកាសទេអីចឹងដូចខ្ញុំយើងលេងចកាសទេអីចឹងទៅលេងចកាសយើងដាក់ដឹងចឹងអត់សូវកាចទេត្រីយើងវាជាប់ពួតហើយយើងដាក់ងាកឆ្វេងងាកស្ដាំដាក់ឲ្យលះលហួនឲ្យវាដើម្បីឲ្យវាបត់ខ្លួនលះមួយទៀតគេលេងក្នុងទឹកយកចកាសយើងទៅគោះក្បែរហ្នឹងឲ្យវាដេញឲ្យវាកាចហើយយើងវឹកវាដោយមនុស្សដែរកាលណាគឺយើងអ្នកមើលអ្នកបដាល់ចង់ខ្លាំងដល់យើងហាត់តែមិនមែនកើតមកតាមពូជខ្លាំងឯងដល់យើងវឹកហាត់ដែរអាពូជហ្នឹងវាកតាខុបសំតិចតួចទេមួយទៀតណាគឺតកតងជាមួយនឹងគីឡូឬមួយក៏នេះហ្នឹងគីឡូត្រីយើងហ្នឹងកាលណាត្រីយើងគីឡូចាញ់គេហ្នឹងក៏វាបណ្ដាលឲ្យត្រីយើងចាញ់ដែរតែគីឡូចាញ់គេត្រីយើងវាខ្សោយដូចគ្នាធម្មតាបើយើងមើលអ្នកបដាល់ពេលគាត់វាយវិញសូម្បីតែលើសតា3 4 ខាំគេអត់វាយដែរព្រោះអីអាណាលើសគីឡូតិចតួចវាចាញ់កម្លាំងដែរអញ្ចឹងត្រីដូចគេថាត្រីគេលើសគីឡូត្រីគេធំជាងពេលខ្លះយើងជុលវាដោយពេលខ្លះក៏ឈ្នះពេលខ្លះក៏ចាញ់អញ្ចឹងទៅអញ្ចឹងមួយទៀតគឺរបបចំណីយើងហ្នឹងយើងឲ្យវាស៊ីឲ្យទៀងទាត់ហើយកុំឲ្យត្រីយើងធាត់ពេកឡើងខ្លាញ់ឡើងអីកុំឲ្យវាធាត់ពេកមកល្មមណារៀងប៉ុណ្្នឹងត្រីខ្ញុំនេះគឺពេញសាច់ណាហើយខ្ញុំឲ្យស៊ីចំណីខ្លះឲ្យស៊ីចៃទឹកខ្លះឲ្យស៊ីយើងមានបដោផ្លាស់គ្នាអញ្ចឹងចំណីរស់ខ្លះចំណីនេះខ្លះព្រោះយើងរកចំណីរស់ឲ្យស៊ីអត់បានរហូតទេពេលខ្លះខ្ញុំរកឲ្យស៊ីអត់បានណាដាក់បាយតែអីស៊ីបដោបរិយាកាសវាអញ្ចឹងត្រីវាកម្លាំងហើយយើងចាប់អីបុកដៃទៅលបើកហើយយើងថែទឹកម៉ាក់ថែសៃសកាសៃអីវាថែមទៀតទៅអត្រាត្រីយើងជុលឈ្នះខ្ពស់មិនថាឈ្នះប្រកាសឈ្នះ 100% គេថែល្អដែរវាហ្នឹងទីសងលើត្រីយើងវាស៊ូទេបើថាត្រីគេមិនសូវថែត្រីយើងថែបានល្អថាគ្រប់ជ្រុងជ្រោះអាហ្នឹងវាឈ្នះហើយដល់ឈ្នះគេដាច់តែបើថាគេក៏ថែល្អយើងក៏ថែល្អអាហ្នឹងវាធម្មតាយើងលេងអាសត្វអស់ហ្នឹងសត្វត្រីសត្វអីនេះយើងតែត្រីថាមន់ណាវាមានឈ្នះមានចាញ់មានប្រកាសតែឈ្នះរហូតទេតែយើងបងអូនទិញទៅបើចង់បានអីឃើញមើលពណ៌ស្អាតតែចង់បានអីអាចចាក់ទៅមកបានយើងយកទៅលេងសាក2 គ្រាប់មើលទៅយើងថែអីវាល្អមើលពុះមើលអីវាមុនយកចេញជុលសៃម៉ែសកាម៉ែអីវាក្រាស់ទៅវាសកាវារៀងស្វិតស្បែកវាមាំល្អវាហាប់ចឹងទៅយើងសៃសាអីខ្លះគេកោទឹកក៏អីទៅត្រីវាខ្លាំងតាមនឹងដែរ
nênយើងចូលទៅវាអត់ងាយចាញ់ទេហើយកាលណាត្រីយើងសុខភាពខ្សោយមានបញ្ហាទាំងអស់ហ្នឹងគឺ 90% គឺយើងទៅនឹងអាចាញ់ហ្នឹងប្រសិទ្ធត្រីឈឺត្រីយើងជល់ហើយមិនទាន់ជារបួសចាស់ហ្នឹងគេវាយពី3មាត់ហ្នឹងគឺប្រកាច់សន្លប់ក្នុងទឹកហ្នឹងរត់ក៏មានអីក៏មានបងប្អូនខ្លះក៏ត្រីជល់ឈ្នះហើយពីថ្ងៃចង់យកទៅជល់ទៀតចង់ជល់ទៀតត្រីមិនទាន់ជាណាចឹងវាឈឺត្រូវតែរបួសចាស់ហ្នឹងវាឆាប់ចាញ់ឆាប់រត់អីចឹងតែចឹងវីដេអូខ្ញុំថ្ងៃហ្នឹងរៀងចេញយ៉ាងវែងតិចអរគុណសម្រាប់បងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនានិងស្ដាប់នៅវីដេអូខ្លីដែលខ្ញុំធ្វើពេលនេះបើបងប្អូនស្រឡាញ់ពេញចិត្តនៅវីដេអូដែលខ្ញុំធ្វើសូមជួយfollow page ខ្ញុំអ្នកមួយផងអរគុណច្រើន